បាទជំរាបសួរបងប្អូនបាទអស់ចាមែនបាទអស់ចាមែនបាទ Extreme Cambodia គាត់ដាក់ឲ្យតំណែងខ្សែក្រវ៉ាត់2ហ្នឹងគឺល្អអាប្រាក់និងមាសបាទប្រាក់នឹងធនមីងហុងមានបរទេសមកដណ្ដើមហ្នឹងគឺខ្ញុំមានការបារម្ភឃើញថាបរទេសហ្នឹងគាត់វាយមីងហុងវាយចំពោះខ្ញុំឃើញមីងហុងដូចរៀងរួញម្ដាយទៀតឬរៀងរួញទេនោះស្លាប់ហើយស្លាប់នឹងពោះហ្នឹងកណ្ដាប់ដៃនឹងពោះហ្នឹងឯងចេះគាត់កែស្ថានភាពបានគឺអាចវាយបរទេសនឹងឲ្យបរទេសនឹងស្លាប់បាទអញ្ចឹងយើងទៅសារគាត់ប៉ុន្តែក៏យើងបារម្ភខ្លាំងនឹងពោះរបស់គាត់នឹងខ្លាចគាត់ស្លាប់អញ្ចឹងសូមឲ្យមីហុងហ្នឹងគឺព្យាយាមប្រឹងប្រែងពង្រឹងបាទពង្រឹងផ្នែកពោះយើងហ្នឹងដើម្បីឲ្យវារឹងឡើងកុំឲ្យវាម្ដាយទៅរួញណាអានឹងអាចស្លាប់បាទគេឃើញចំណុចខ្សោយយើងហ្នឹងគឺគេថែមឲ្យថែមទៀតយើងអាចស្លាប់ហ្នឹងហើយអញ្ចឹងចាំបាច់ត្រូវតែមីហុងត្រូវតែពង្រឹងពោះមុខយើងគ្រាន់បើហើយតែនៅពោះអញ្ចឹងសូមឲ្យក្មួយព្យាយាមបន្តបាទអញ្ចឹងបន្ទាប់មកទៀតគីបូរ៉ាជាមួយហុងសវណ្ណចន្ទធីអើយលោកគ្រូមហាដឹងហើយលោកគ្រូមហាដឹងទៅតាណាដឹងទៅនឹងទៅតាណាដឹងទៅនឹងអូគេរៀបបានប្រកាសលោកគ្រូបាទដឹងទៀតហើយគ្រូបាទដឹងដល់កោហើយបាទហើយបើយើងពិនិត្យទៅលើការប្រកួតរបស់គីបូរ៉ាជាមួយហុងសវណ្ណចន្ទធីយើងពិនិត្យឃើញថាហុងសវណ្ណចន្ទធីនេះដែលចាញ់ដាច់2បាទ2ចំណុចដែលហុងសវណ្ណចន្ទធីចាញ់ដាច់ប៉ិតហ្មងទី1គឺកម្លាំងបាទអ្នកណាក៏ទូទីខុសដែរតែខ្ញុំក៏ទូទីខុសដែរថាកម្លាំងគីបូរ៉ាមិនអាចទៅរួចជាមួយហុងសវណ្ណចន្ទធីប៉ុន្តែជាក់ស្ដែងនៃការប្រកួតយើងពិនិត្យឃើញថាហុងសវណ្ណកម្លាំងរបស់ហុងសវណ្ណចន្ទធីមិនអាចទៅរួចជាមួយគីបូរ៉ាទេបាទខ្លាចចាស់បាទសំខាន់គឺការវឹកហាត់ហ្នឹងឯងកាលណាយើងវឹកហាត់បានជាប់លាប់គឺកម្លាំងយើងគឺវាល្អអញ្ចឹងបាទយើងវាយទៅគឺបានល្អអញ្ចឹងបាទហើយមួយទៀតការវាយចូលដៃរបស់គីបូរ៉ាគឺគាត់វាយសិចរបស់គាត់វាយត្រូវសិចរបស់គាត់អញ្ចឹងណាគឺមកអេមបាទមកអេមអញ្ចឹងការទូទាយរបស់លោកគ្រូមហាដឹងខុសរីឯខ្ញុំ2គូហ្នឹងគឺខ្ញុំទូទាយត្រូវទាំងពីរខ្ញុំថាធនវិហុងឈ្នះបាទហើយនឹងគីបូរ៉ាក៏ឈ្នះដែរដោយអូននៅអាលូលឿងវាថាគីបូរ៉ាគឺមានតែម2បាទតែមទី1គឺគាត់ជើងចាស់បាទគាត់ស្គាល់តាក់ទិកនៃការប្រយុទ្ធបានច្រើនយូរបាទហើយតែមទី2គឺគាត់ជាម្ចាស់ខ្សែក្រវ៉ាត់បាទគាត់វាយបែបល្មមមកទប់មកស្រួលក៏គាត់ឈ្នះដែរបាទចឹងហើយបានថាហុងសវណ្ណចន្ទធីវាយបែបហ្នឹងគឺមិនអាចយកខ្សែក្រវ៉ាត់បានទេបាទវាយមិនអាចយកខ្សែក្រវ៉ាត់បានទេបើយើងបុកឲ្យតិចទៅគឺអាចបានខ្សែក្រវ៉ាត់ដែរបាទអញ្ចឹងសរុបសេចក្តីមកការប្រកួតរវាងការដណ្ដើមខ្សែក្រវ៉ាត់ប្រាក់ហើយនិងមាសគឺខ្សែក្រវ៉ាត់ប្រាក់គឺអ្នកការពារគឺធនវិហុងអាចការពារបានបាទហើយនឹងវាយដៃគូឲ្យសន្លប់រីឯគីបូរ៉ាក៏អាចការពារបានដែរដែលធ្វើឲ្យហុងសវណ្ណចន្ទធីมันអាចធ្វើអីកើតបាទខ្លះចាស់នៅតែចាស់គាត់ថាថាកម្លាំងបាទកម្លាំងគាត់នៅល្អបាទហុងសវណ្ណចន្ទធីនៅក្មេងមិនអាចយកកម្លាំងទៅប្រៀបជាមួយគីបូរ៉ាបានទេបាទអញ្ចឹងល្ងាចនេះគឺអ្នកដែលម្ចាស់ខ្សែក្រវ៉ាត់គឺការពារបានទាំងពីរទាំងមាសទាំងប្រាក់បាទសូមអរគុណសូមជម្រាបលាបាទកុំថាលោកក្រោយរុញលោកមុនណាបាទរកខ្លោយក្រាស់រុញរកមុនអត់ទៅទេបាទលោកមុនវាធំស្ទឹងនៅក្នុងលោកក្រោយវាតូចរុញទៅមិនទៅរបស់